មាត់យើងហ្នឹងសំខាន់ណាស់ញោមណាមាត់យើងនឹងបនក៏កើតតាមមាត់អាសាបច្ចៈញឹកញយអាបនក៏កើតតាមមាត់អាបាបក៏កើតតាមមាត់អាសុខក៏កើតតាមមាត់អាទុកក៏កើតតាមមាត់អាជួបជុំក៏កើតតាមមាត់អាព្រាត់ប្រាស់ក៏កើតតាមមាត់អាឡាញ់នេះក៏កើតតាមមាត់នឹងអាមាត់នឹងបែកក៏កើតតាមមាត់ចឹងអាមាត់ហ្នឹងគឺព្រះព្រះអង្គសម្ដែងហាមមាត់ហ្នឹងញោមឃើញទេព្រះអង្គសម្ដែងថាកាយហ្នឹងព្រះអង្គហាមតែ3ទេដល់ពេលចិត្តព្រះអង្គហាម3ដែរមិនចឹងកាយកម្ម3មโนកម្ម3ប៉ុន្តែអាមាត់នេះលោកសម្ដែងដល់4មិនចឹងហ្នឹងអញ្ចឹងមានន័យថាព្រះអង្គសង្កត់ធ្ងន់ទៅលើមាត់ហ្នឹងខ្លាំងជាងគេដោយសារបុណ្យបាបសុខទុក្ខចម្រើនវានេះគឺនៅលើមាត់យើងទាំងអស់អញ្ចឹងញោមមិនបាច់ទៅរកបុណ្យឯណាឆ្ងាយទេឲ្យតែយើងហាត់ពុតលុតដំអប់រំអាមាត់យើងបានល្អគឺបុណ្យកើតគ្រប់ពេលទាំងអស់ទោសហ្នឹងគឺនៅលើមាត់យើងនឹងដែរអញ្ចឹងយើងហាត់ពុតលុតដំអប់រំមាត់យើងឲ្យបានល្អឲ្យលះទៅនៅវិជ័យកម្ម4ដែលអាត្មាបញ្ជាក់មិញហោមួយទៀតអាផលរបស់បុណ្យហើយនឹងបាបហ្នឹងគឺវាកើតទៅតាមចេតនានៃការជ្រះថ្លារបស់យើងការតោងទៅនៅឆន្ទរាគៈការស្រឡាញ់ពេញចិត្តជាប់ជាពាក់ទៅលើរឿងណាប៉ុណ្ណាគឺវាទទួលវិបាកហ្នឹងប៉ុណ្ណឹងទំហំនៃវិបាកហ្នឹងគឺវាឲ្យទៅតាមចេតនាកម្មដែលយើងបានប្រព្រឹត្តទាំងអស់គ្នាហ្នឹងអញ្ចឹងយើងក៏បីស្រឡាញ់ទៅនិមិត្តបុណ្យចម្រើនទៅនៅបុណ្យកុសលតាមរយៈទ្វាទាំង3ហ្នឹងទី1ទ្វាកាយហើយទី2ទ្វាវិចារមួយទៀតផ្លូវចិត្តយើងមโนកម្ម3ផ្លូវចិត្តហ្នឹងក៏បីលះទៅនៅអភិជាជាបាតៈញោមណាកុំចង់បានបុណ្យកុសលគឺផ្លូវចិត្តយើងបើកឲ្យទលាយកុំអាសាខឹងក្រោតច្រើនអញ្ចឹងយើងចង់បានសេចក្តីសុខយើងបើកចិត្តយើងឲ្យទលាយតិចកុំឲ្យវាតូចចង្អៀតពេកហើយតូចចង្អៀតពេកវាឆាប់ពេញហើយដល់ឆាប់ពេញអញ្ចឹងវាទើសគ្រប់យ៉ាងទាំងអស់វាអត់បានសេចក្តីសុខអញ្ចឹងយើងរៀនបើកចិត្តយើងឲ្យទលាយណែចិត្តម្ចាស់បុណ្យនឹងញោមសុខខាយកូនគាត់នឹងចិត្តទលាយហើយបានសាច់យ៉ាងនេះញោមហ្នឹងសិនអ្នកចិត្តទលាយហើយបើអ្នកចិត្តចង្អៀតសាច់មិនសូវបានអញ្ចឹងទេញោមហ្នឹងថ្ពាល់មិនសូវអញ្ចឹងទេតែចិត្តចង្អៀតហើយស្បែកកណ្ដប់ឆ្អឹងមិនចង្អៀតតែផ្លូវចិត្តរឿងណែមិនសបាយផ្លូវចិត្តទេណាចង្អៀតទាំងអស់មកឃើញយាយខ្លះចង្អៀតតាំងពីមាត់ខ្លួនឯងទៀត12000ខ្ចប់ពីផ្ទះទៅនឹងឃើញនំក្រក់គេសួរមួយចានប៉ុន្មាន7500ថ្លៃសុកចិត្តលេបទាំងមាត់ឃើញវាចង្អៀតតាំងអាមាត់ខ្លួនឯងនឹងទៀតអត់ហ៊ានស៊ីតែអាមាត់នឹងទៀតហើយដល់អញ្ចឹងទៅអាស្បែកនេះចេះដណ្ដប់ឆ្អឹងហើយសន្សំលុយអញ្ចឹងមួយថ្ងៃបាន10000ជាងថ្ងៃបាន10000ជាងមួយខែមួយឆ្នាំ2 10ខែ365ថ្ងៃបាន4លានជាងដំកវលមកតឡឹងមកជីហើយមិនដឹងយកទៅធ្វើអីហើយបើយាយខ្លះកូនកញ្ញា20 30ម៉ឺនចង្អៀតមាត់ចង្អៀតខ្លួនឯងប៉ិនដល់ពេលអាចារ្យប្រកាសហោយាយអើយតសពហិមួយ3លានជាងលើកដៃមុនគេអ្នកមានលុយទៀតហ្នឹងប៉ាមាត់ខ្លួនឯងនេះអាកាទៀវមួយចាន12000អត់ហ៊ានស៊ីទេអាហ្នឹងគេហៅតែធ្វើប៉ុនអត់ចម្រើនប៉ុនដែរអត់ចម្រើនទេអាលោកខាងមុខវាចម្រើនតែអាបច្ចុប្បន្ននេះវាអត់ចម្រើនដល់ពេលយើងយល់ពីរបៀបនៃការធ្វើប៉ុនយល់អំពីរបៀបនៃការរស់នៅយើងខ្លាំងខ្លែងវាឲ្យស្មើគ្នាទៅអាលោកខាងមុខក៏គិតអាបច្ចុប្បន្នក៏គិតអាហ្នឹងចម្រើនណាយើងន័យថាកាយល្អហ្នឹងគឺកាយប្រាសចាកទៅនៅអកុសល3និងកាយកម្ម3នឹងហើយមានការមិនប្រព្រឹត្តទៅនៅការប្រឡាក់ទៅដោយអកុសលដោយការបៀតបៀនទៅនៅអាយុជីវិតរបស់គេដោយការលួចឆក់ប្លន់កាប់កេងប្រវាញ់ភ្នែកអញ្ជិញគេនិងដោយការមិនប្រព្រឹត្តខុសប្រេងផ្សៃប្រពន្ធកូនអ្នកដទៃកាលណាយើងលះទៅនៅថែបនៃសេចក្តីអាក្រក់ទាំង3ហ្នឹងឈ្មោះតាកាយយើងស្អាតដោយកាយអញ្ចឹងកាលណាកាយនឹងមិនប្រឡាក់ដោយអា3ហ្នឹងគឺទៅដល់ណាក៏បុណ្យវាកើតតាមអាទ្វាកាយនឹងគ្រប់គណៈចិត្តទាំងអស់ឃើញញោមអត់មានចំណាយអីទេបុណ្យកុសលហ្នឹងនៅពេលដែលយើងហាត់ពុតលត់ដំអប់រំកាយរបស់យើងបានល្អទី1កាយយើងអត់លួចឆក់ប្លន់កាប់កេងប្រវាញ់វេដំទាត់ធាក់កាប់ចាក់អ្នកដទៃមួយទៀតយើងមិនបំបត្តិជីវិតរបស់គេមួយទៀតយើងមិនប្រព្រឹត្តខុសព្រេងផ្សៃប្រពន្ធកូនអ្នកដទៃនេះឈ្មោះតាកាយយើងមានរបៀបរៀបរយហ្នឹងហើយបុណ្យកុសលកើតតាមទ្វាកាយហ្នឹងមួយទៀតទ្វាវិជ័យបានដល់វិជ័យកម្ម4ហ្នឹងគឺយើងលះទៅនៅមុខសាវេទគ្រាន់តែនៅតែផ្ទះយើងហាមមាត់យើងកុំឲ្យនិយាយកុហកភូតភរអ្នកដទៃបិសនៈវាចាបរុសវាចាសម្ភារបលាបៈកុំឲ្យនិយាយចាក់ដោតគេញុះញង់គេឲ្យគេក្រៅកាហាយដោយសារមាត់យើងកុំនិយាយពាក្យរយរេអត់ប្រយោជន៍ច្រើនអាហ្នឹងក៏បុណ្យកុសលកើតតាមទ្វាមាត់យើងដែរឈ្មោះតាមាត់យើងមានរបៀបរៀបរយដែរអញ្ចឹងអាបុណ្យកុសលដែលយើងចម្រើនហ្នឹងវាងាយវាអត់ពិបាកធ្វើទេសំខាន់គឺយើងទាំងអស់គ្នាហ្នឹងចង់បានបុណ្យកុសលឬក៏មិនចង់ញោមទាំងអស់គ្នាឡាញ់បុណ្យហើយក៏ស្រឡាញ់បាបខ្សែគប់ប៉ាប៉ាំងមិត្តតាំងហើយខ្សែគប់បញ្ញាំងមិត្តតាំងបញ្ញាំងមិត្តតាំងហ្នឹងហើយព្រះថា
miền tập bón này chỉ mất pe để dương tập can lột môi xanh tiết cứ ọt miền do nẹt na chỉ mất bàn tê miền tại bón của sol môi cốt chỉ mất ọt miền tạo lê chỉ mất á nhung khá ọt miền nẹt na chỉ mất đấy à lâu nắng nhung áo chỉ mất à nàng chỉ xoa mây đó là o bằng phật thế à tham a tâm tự tin nơi xoay cả đà nghe mấy nơi khang pre tập bố á tâm khơi vào đây smart môi nhung có là lao lư kẻ quạt mặc sắc prap lục ru chui lơ pe bảo vọt bảo pôn cả na tây phong bảo pôn cả na slap tơ sam sập nam mới phân cả na nâu tận nấc bảo pôn cả na có tha sạt tây lơ lộn đi không nên sạt tây na lọ đôi bảo pôn cả na đấy mà ta tê đôi đại miền prop na lọ đầm lắng ấy nhúng có tha quạt tơ sao bảo pôn có á slap sam sập nam mới quạt nâu tận nấc anu sao vậy thắc không nên nè na lọ chiêng bảo pôn có á ai đấy không tê sana tơ sao quạt chất cả la màu tha miền ta này tê đã là o nhiều mớ và pôn quạt slap từ sam sập nam mới quạt nực khơi nhà nụ sao vừa ri hay atma lao lơ krem toàn ban tê phó quạt ao này dây ta sao rương của pôn quạt là o giang này là o giang nô cao căn tay kia tô bay cro làm ba mấy chừng trăm côn mình đây miền mọt tôi mọt không lục nè tàn tây tê lục thu hay là o na của pôn cả ná đó là trong coi ma xua thay cho nhóm của pôn slap sam sập nam mới nhưng mà miền do pôn đấy xẹp của pôn khỏi nó cái bài luôn à ma không ta sao quạt chật cả là máu mà nó ọt do bộ phun tiết lư ta là sao bộ phun là ọt ai chẳng bà thà mà ta không yên do nè na chỉ mất bàn tới nhau mất về dương slap tâu tâu là dương ấy vào đây dương sờ lanh dương pan na cả đói quạt không yên ta tam dương tới hay à về quạt sờ lanh dương cái quạt chè tha tâu bong sờ lanh ôn tâu na bong tâu nắng bởi dương slap đặt nô cả bay cái nếp à thà mà đây khơi ta na lột lương là tam dây môi phó ai slap tông toàn ban bay khai bóng ta nó đặt dây mà mùi tiệt á ai chẳng dương tờ ro nè na chỉ ti phân ban trao bằng pi sợi đây là chẳng ban pre lâu sầm đai tập còn nhang mật tăng miền tại bon tê chỉ mất đó ở sao sầm rạp dương tầng ọt kia tầng căn lô có tờ thằng một mùi tiệt nhưng cứ ọt vô nè na chỉ mất ban tầng à lâu nó ở đây chỉ mất côn chỉ mất của pôn chỉ mất drop chỉ mất nhiệt chỉ mất vuốt sắc chỉ mất con tai nơi pe để dương thoát lột tới cứ miền tại bon của sao mùi cốt bắt mẹ miền tập bon đấy nè bởi dương xà lanh mất bát bát về tàu cho mùi dường tới bây dương xà lanh mất bón về tàu cho mùi dường tới bờ xà lanh tầng bon tầng bát pi nè nó có về tàu cho mùi dường nè nhôm khơi nẹt lá xà lanh bon phong ba phong đập pe từ tua pháo tầng pi chuồn cá con sao sờ bái dẹp vào đây cho về lơ lán tem mà đáy vô mà pliêm mất con là sao chứ chẳng nên đây ta tốt có về tốt có về từ tua pe nó sờ bái có về từ tua pe năng gì mùi kia là sao ai xà lanh chuồn cá ai vượt bon phong thứ ba phong ở tì ho ta phong là sạp thọ tê sna chân sờ bái chất dẹp vào pe phong là sa thuộc trade o sờ bái chân thọ tê sna đập pe sa thuộc chọc thọ dẹp vào na lui sờ bái chương bắt chê cái anh lui bài chương chẳng bon này ba nó về cao tâm cái đấy rồi chẳng từ chuyện một tới với thợ từ tua pal pi nè mà xua lên thà mơ xua nhiệt nhôm tầng o kia thà táo dương thua bon chừng mờn bị trốn miền đại câu ná cái chừng mờn bị trốn oi mai hay áo ở dụ sam chiêng sai chiêng ấy nhốn đại miền cái chừng mờn bị trốn oi mà nơi ở dụ sai chiêng ấy đồ ọt đại miền nè mà tê chiêng mà phải cho năm hết tao bị pin đó và lâu xài sắp á nâng mà phay vòng bảy cho năm á đồ ọt đại khơi miền nè na cái thua bon chừng mờn bị trốn oi mà nơi ở dụ sai sắp tê nè đại trâu chừng mờn bị trốn xa cái kia lược lên đau lên nhủa chứ nè mà nữa vô cầu chiêng chất mà rồi đau lên hủi ập nên mưa lên khơi nhà mót ha vậy lên tròn cao đó thằng cái xe nhá ban côn cái thơ bon mượn vì chỗ nó chẳng bách mượn vì chỗ có bị đo ngay tàu là tàu đó chào pro nè chầm ra vì chỗ nó sao nè chất đo pê tàu ấy là nè khlang ai dụ sao là cầu chiêng mà rồi chiêng nâng chất đo pê và lia bóc cọt tàu lọp tàu vinh hai chân công tập tô bon nó đại là tục dương tê nhôm cổng chào bón cứ ao vì bà chỉ sọc mà tia ho thả nhôm áo lược đầy sập bẹ nè ngà nè chật hàng pe dương thưa sẽ đây lỏ ta sẽ đây lỏ đó và ao tục đôi cái tha thưa bon ta dụ clay mà nó là lâu chưa hay dương thưa bon dương lược đầy sập bẹ kia cái thơ mạch đại dương vậy kia sập bẹ đại dương vậy mình chẳng hay dương nhâm đại cái thơ mạch đại dương cái nhâm đại dương dương pol ta sao cái thơ mạch đại dương cái sao dương quanh đây mình chẳng dương ao sẽ đây sẽ lạnh đó cái ao ấy mà dương cái ao sẽ đây sờ lạnh mà dương dùng khởi nhiên nè na tổ tô mà nó nằng cái đau cả hai chỉ mối sẽ đây lỏ để dương thưa tê bằng vai mà bon của sao đôi khi viên mình đây ao tục dương tê sẽ đây lỏ nó cứ vào ao sọc dương trong cầm ao trao tê cày lô thơ bon hay lư sau cái tha lư đòn nắng dẹp thấy nè còn phay ọt tê
បនកុសលមិនដែលឲ្យទុកយើងទេបនកុសលឲ្យសុខយើងប៉ុន្តែយើងណោដូចថ្មនិយាយចឹងសេចក្តីស្លាប់របស់មនុស្សមិនមែននៅនឹងរឿងយើងធ្វើបន់ចម្រើនបុជនហើយអ្នកខ្លះថាហែកឋិននៅក្មេងក៏អាយុខ្លីដែរហ្នឹងហើយបើកមុំហែកឋិនម៉ាណែមុំចាស់រកប្តីមិនបានម៉ាមិនជឿទេហ្នឹងហើយក្មេងណាក្មេងស្រីណាចេះធ្វើបន់ចេះគោរពអោនសាពះម៉ែឪនេះតែ6 7 10មិនតន់គេតែដឹងខ្ជិលឆ្លើយគេផងមិនទេខ្ញុំអល់ខ្ញុំចក់ខ្ញុំសុកខាខ្ញុំចក់ហ្នឹងហើយដោយកូនខ្ញុំចក់អីនេះតាមស្រួលក៏មុំមិនតន់គេតែដឹងអស់ហ្នឹងហើយណាដោយសារសេចក្តីល្អឃើញទេនឹងគុណធម៌និងសេចក្តីល្អផ្លូវចិត្តហ្នឹងមិនមែនផ្ទុយដោយពាក្យគេថាពេលព្រះសម្មាសម្ពុទ្ធព្រះអង្គមកប្រោសបិតារបស់ព្រះអង្គតើយើងសិក្សាធម៌ព្រះឲ្យមែនតើនោះយើងយល់ហើយតែយើងអត់រៀនធម៌ព្រះយើងចេះជឿគេថាអាហ្នឹងគេថាមានព្រះថាណាដោយព្រះអង្គទៅប្រោសបិតាព្រះអង្គពេលដែលបិតាប្រឈួនធ្ងន់បិតាអត់មានងើបមកថ្វាយអង្គមព្រះកើតទេគឺបិតាផ្ទុំនៅលើគ្រែហើយព្រះអង្គយាងទៅដល់ព្រះអង្គឈរក្បែរបស័យស័កបិតាហ្នឹងហើយសម្ដែងធម៌ខ្សឹបក្បែរតិចបិតាហ្នឹងឲ្យបិតាហ្នឹងស្ដាប់ឲ្យកាត់បន្ថយទៅនៅសេចក្តីទុក្ខផ្លូវចិត្តដែលវាកើតនៅទុក្ខវេទនាដែលកើតតាមរយៈផ្លូវកាយដែលកំពុងតែរុករៀនទៅនៅព្យាធិនឹងគឺជំងឺនឹងការចាស់ក្រំគ្រាទៅមនុស្សយើងតើកាលណាចាស់ត្រុតត្រោមទៅជំងឺក៏មកទន្ទឹមគ្នានឹងដែរប៉ុន្តែអ្នកខ្លះមិនចាំដល់ចាស់ទេអាចរៀបព្យាធិនឹងវាមកតាំងពីយើងនៅបឋមវ័យមជ្ឈមវ័យគ្រប់វ័យទាំងអស់ព្រោះព្រះលោកសម្ដែងថាសន្តិហោរីរូបរាងកាយរោគកណិតធាំងជាសម្បុកនៃរោគអញ្ចឹងមានន័យថាអារោគយើងទាំងអស់គ្នានឹងវាជាសម្បុកនៃរោគនឹងអញ្ចឹងមិនប្រកាន់វ័យទេរោគនឹងប៉ិនក្រន់តែព្រះបិតារបស់ព្រះអង្គពេលដែលចូលដល់បច្ឆមវ័យអវ័យចុងក្រោយពេលប្រឈួនធ្ងន់ទៅមកបញ្ជាក់កន្លែងហ្នឹងតិចឲ្យញាតិញោមឃ្លាកន្លែងហ្នឹងកុំឲ្យថាយើងពេលយើងដេកស្ដាប់ធម៌អីយើងភ័យកុំឲ្យអញ្ចឹងពេលយប់យើងបើកវត្ថុទៅយើងដេកទៅមានអីញោមប៉ិនច្រើនតែដេកទៅវាអត់បានស្ដាប់ធម៌វាជឿស្ដាប់តែធម៌ស្ដាប់មនុស្សវិញចឹងយើងអង្គុយស្ដាប់ក៏ល្អដែរព្រោះដេកទៅវាមិនមែនមនុស្សស្ដាប់ធម៌ណាធម៌ស្ដាប់មនុស្សហ្នឹងបើបានតែ5 10នាទីអីយាយនេះខឺតានោះខតហើយអត់មានចេះទេស្ដាប់20 30ឆ្នាំហ្នឹងព្រោះមិនចេះបើធម៌ស្ដាប់មនុស្សហ្នឹងមិនមែនមនុស្សស្ដាប់ធម៌ណាចឹងយើងអង្គុយស្ដាប់ក៏ល្អដែរប៉ុន្តែបើយើងមានទឹកថេតែស្ដាប់ទៅវាមានទោសមកចង់បញ្ជាក់នឹងត្រង់ហ្នឹងឯងស្ដាប់ទៅយើងយល់ថាមានទោសវាទៅកើតជាស្អីអញ្ចឹងទៅអាហ្នឹងវាមិនត្រូវទេនឹងតោះតែយើងមានសេចក្តីមានប្រមាទតៈណានេះវានៅត្រង់ហ្នឹងតើយើងមានប្រមាទតៈរួមសំតែបើយើងមិនមានសេចក្តីប្រមាទយើងមានសេចក្តីជ្រះថ្លាយើងចង់អង្គុយស្ដាប់ក៏បានឲ្យតែចិត្តយើងជ្រះថ្លាចង់ដេកស្ដាប់ក៏បានហើយវាប្រកបទៅដោយអាការៈនឹងយល់លោកនិយាយប្រកបទៅដោយអាការៈហ្នឹងមានន័យថាយើងឈឺជង្គង់យើងបត់ជើងអត់បានទេយើងបានតែសដោកអញ្ចឹងសដោកទៅយើងឈឺចកេះយើងអង្គុយអត់បានទេតើយើងដេកទៅយើងណោជើងយើងហ្នឹងអង្គុយបត់ផ្ទាល់នឹងដីអត់កើតទេតើអង្គុយលើកៅអីឬតើឈរកាន់ឈើច្រត់អញ្ចឹងអង្គុយលើកៅអីទៅអាហ្នឹងវាប្រកបដោយអាការៈអញ្ចឹងផងហើយចិត្តហ្នឹងមិនមានសេចក្តីប្រមាទតែបើយើងមានសេចក្តីប្រមាទយើងអត់ឈឺអីសោះអាលោកនៅក្មេងប្រហែលចៅអញមកបត់ជើងអញចង់ស្ដោកជើងធាក់លោកហ្នឹងក៏បានដែរអាហ្នឹងមានទោសហើយតែបើយើងមានសេចក្តីជ្រះថ្លាហើយអាការៈរបស់យើងមិនស្រួលយើងចង់អរិយាបថទាំង4ហ្នឹងចង់ស្ដាប់របៀបម៉េចក៏បានដែរតើនេះញោមសូមអនុមោទនាយ៉ាងកាលរីកាលនេះគប់បីត្រឹងរិញដោយស្ងៀមស្ងាត់ជាកាលគូគប់ដល់បរិស័ទប្រុងប្រដេបាត់ស្ដាប់ទេស្នាមានមិនចាស់ដើមបននឹងយាយតាចាំង
ទុំត្រៀបត្រាចិត្តស្មោះសសពរងលោកើយសូមមូលមកស្ដាប់ធម៌បវរកើតបញ្ញញាបតាំងកាលាំងជាកាលគូកំបីសាងស៊ូស្ដីចចាសូមតាំងចិត្តស្ដាប់តើជ្រាំងថ្លាធននាំសត្តាចាបាយសពសាធកាជ្រះថ្លាអនុមោទនីស្ដាប់នៅព្រះធម៌ទេសនាលោកនឹងតកាលណាប្រហែលធ្លាក់នរកមុនញោមទៀតហ្នឹងមិនថាបានមកបួសហើយដឹងអាឡើងឋានសួគ៌អត់ទេអាទ្វាទាំង3ហ្នឹងតកាលណាមិនអត់សង្កត់ធ្លាក់នរកលឿនជាងញោមទៀតដោយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រពចំពោះសូករៈប្រែតហ្នឹងគាត់ហ្នឹងអតីតជាតិជាភិក្ខុសង្ឃបើភិក្ខុអង្គហ្នឹងចង្រៃណាស់តនេអត់ការងារធ្វើនិយាយឲ្យតែលោកឲ្យលោកឆ្លោះគ្នាណាហើយឃើញលោកណាមានលៀបសការៈមានប្រសក់គេស្រឡាញ់ច្រើនទៅនិយាយទៅឆ្លោះឲ្យធ្វើម៉េចឲ្យតែប្រសក់គេលែងជ្រះថ្លាឲ្យគេក្តៅកាហាយនឹងលោកឲ្យគេស្អប់លោកនេះវាមាត់នោះវាចង្រៃអញ្ចឹងណាញោមមិនមែនមានតែប្រសក់ឲ្យចូលចិត្តនិយាយដើមនេះលោកហ្នឹងក៏ចង្រៃអញ្ចឹងដែរមានលោកចង្រៃអញ្ចឹងហ្នឹងជំនាន់ព្រះអង្គហ្នឹងចឹងដល់ទៅពេលសកុតទៅញោមឲ្យគ្រាន់តែធ្លាក់នរកអស់មួយប្រពុតថន្តៈរំលងប្រពុតមួយព្រះអង្គមិនមែនតិចទេញោមហ្នឹងរាប់ម៉ឺនអាសង្ខ័យកម្រៃរាប់សែនជាតិតម្រាំមកសន្សំពោធិញ្ញាណបានត្រាស់មកព្រះអង្គហើយគាត់នឹងគ្រាន់តែនិយាយពីអាក្រក់ចាក់រកឲ្យលោកឆ្លុះគ្នាគ្រាន់តែធ្លាក់នរកអស់មកប្រពុតមកព្រះអង្គរំលងប្រពុតមកព្រះអង្គប៉ិនដូចមិនមែនទោសតិចដែរទេអានិយាយដើមគេឲ្យគេក្តៅកាហាយគេឆ្លុះគ្នាណាអាត្មាថាមិនមែនទោសស្រាលទេញោមមើលញាតប្របាទពឹមពិសាហ្នឹងបានគេឲ្យទោសស្រាលគាត់ថាស៊ីបាយមុនលោកសោះញោមត្រូវធ្លាក់ជាប្រែតជានរកនឹងដាច់បាយដាច់ទឹកអស់ប្រពុត4អង្គបកុកកសន្ធោបកោនីកៈមនោបកាសបោរហូតដល់ប្រស័កសមណគោដំនៃយើងហ្នឹងបានពួកហ្នឹងបានអាហារញោមគិតមើលក៏ស៊ីបាយមុនលោកសោះហើយដល់លោកហ្នឹងមិនមែនទេនិយាយដើមលោកហែកគេលោកគ្នាឯងហ្នឹងឲ្យឆ្លោះគ្នាឲ្យទ្រាំក្តៅកាយឲ្យនៅមិនសក់នឹងគ្នាដល់សកុតទៅធ្លាក់ក្នុងនរកអស់មកប្រពុតមកព្រះអង្គបានឡើងពីនរកមកកើតជាប្រែតប៉ិនប្រែតអង្គហ្នឹងប្រែតលោកហ្នឹងគឺខ្លួនស្អាតតួខ្លួនហ្នឹងស្អាតដូចទេវបុត្រចឹងជាមនុស្សធម្មតាហើយស្អាតតួខ្លួនហ្នឹងណាបើចង្រៃមាត់ហ្នឹងមាត់ដូចជ្រូកចឹងបងលោកហ្នឹងប្រែតសូករៈប្រែតហ្នឹងគឺមាត់ដូចជ្រូកចឹងហ្នឹងមាត់ដូចជ្រូកចឹងហើយឲ្យតាហាមាត់មកធំក្លិនស្អុយដីចង់មកយោជនឹងដូចថាយើងពងធ្វើស្រែដី100គីឡូអញ្ចឹងគ្រាន់តែជ្រូកអាប្រែតនៃសូករៈប្រែតហ្នឹងគ្រាន់តែហាមាត់មកគឺស្អុយដល់យើងពងហូបបាយដី100គីឡូហ្នឹងអាអាមិនដែលដឹងថាក្លិនហ្នឹងវាធំមិនទេព្រោះធ្វើក្នុងកាពីគេដាក់ថាធំក្លិនអញ្ចឹងក៏ហាមកធំក្លិនចុះអាមាត់ចង្រៃដល់និយាយឲ្យគេឆ្លោះគ្នានោះដល់អញ្ចឹងមាត់ហ្នឹងដូចជ្រូកហើយក្លិនមិនល្អដល់អញ្ចឹងទៅញោមកាត់សេចក្តីនៃរូតមកពេលមួយព្រះអរហន្តលោកនិមន្តទៅគោចរបិណ្ឌបាតឃើញប្រែតហ្នឹងឃើញប្រែតហ្នឹងទៅបានឆ្ងល់ចម្លែកតែប្រែតហ្នឹងមិនក៏ខុសពីគេពីឯងម្ល៉េះមិនក៏មាត់ក៏អាក្រក់ប៉ុន្តែរូបនោះក៏ស្អាតម្ល៉េះហេតុអីបានរូបស្អាតដោយសារតែក្រងសម្ពុតការសាយភ័ព្វបានបួសប្រព្រឹត្តព្រហ្មចរិយធម៌ហាត់កាយនឹងល្អហាត់ចិត្តនឹងគួរសមបើវាចង្រៃតែអាមាត់នេះវាអត់បានសង្រួមដល់អញ្ចឹងបានអាក្រក់តែមាត់នឹងឯង
đó chẳng tớiព្រះភិក្ខុគ្រប់អង្គនឹងនាំពាក្យនឹងទទួលព្រះហើយនិយាយរឿងហ្នឹងចប់ឲ្យចាំចុកបនយើងវិញចូលនិយាយហីនាំពាក្យនឹងទទួលព្រះនិយាយរឿងហ្នឹងដើម្បីញាតិញោមទាំងអស់គ្នាភ័យបន្តិចដែរកុំឲ្យតនេអត់ការងារធ្វើចូលចិត្តនិយាយដើមគេណាអាឃើញប្តីប្រពន្ធគេស្រឡាញ់គ្នាក៏មិនបានទើសគេអាឃើញកូនគេរៀនចប់ខ្ពង់ខ្ពស់បន្តិចក៏មិនបានអាឃើញគេរកស៊ីមានជាងឯងបន្តិចក៏មិនបានហ្នឹងហើយមិនខ្មែរយើងណែទេខ្មែរណាណីដល់ទេណាហ្នឹងហើយដូចថាមាត់ហ្នឹងវាអញ្ចឹងហ្មងចង្រៃហ្មងហ្នឹងហើយតនេអត់ការងារធ្វើតែនិយាយចាក់រុកឲ្យគេឆ្លុះគ្នាឲ្យគេក្តៅកាហាយដោយសារមាត់ហ្នឹងអញ្ចឹងបាទអាត្មានិយាយរឿងមាត់ហ្នឹងតិចទៅនឹងភិក្ខុអង្គហ្នឹងអញ្ចឹងដែរមិនមែនតែញោមទេលោកសង្ឃហ្នឹងក៏ដោយតែចូលចិត្តនិយាយដើមគេចាក់រុកគេឆ្កាស់ឆ្កៀលគេឲ្យគេឆ្លុះគ្នាឲ្យគេក្តៅកាហាយដោយសារមាត់ញោមឯងមើលបានបួសឲ្យអត់រួចខ្លួនក៏ធ្លាក់នរកអស់តម្លងពុទ្ធមកព្រះអង្គមកថន្តៈរហូតដល់រំលងពុទ្ធមកព្រះអង្គបានកើតជាប្រែតបានមកកំណើតជាប្រែតហ្នឹងខ្លួនមនុស្សហ្នឹងស្អាតហើយស្អាតបាទមាត់ហ្នឹងមាត់ដូចជ្រូកក្លិនមិនល្អបានភិក្ខុសង្ឃដើរកាត់ព្រៃហ្នឹងឃើញប្រែតហ្នឹងនាំពាក្យហ្នឹងទទួលព្រះនឹងនាំរឿងហ្នឹងទទួលព្រះបានព្រះសម្ដែងទៅមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគាត់បីសង្វេគតក់ស្លុតទៅនៅកម្លាំងនៃកម្មគ្មានកម្លាំងអ្វីប្រសើរស្មើដោយកម្លាំងនៃកម្មនឹងទេវាឲ្យវិបាកជាក្តៅកាហាយក្នុងលោកទាំងពីរលោកនឹងក៏ក្តៅកាហាយលោកខាងមុខក៏ក្តៅកាហាយដូចជាសូករៈប្រែតដែលភិក្ខុទាំងឡាយបានឃើញនឹងភ្នែកអញ្ចឹងគាត់នឹងកាលពីអតីតជាតិព្រះអង្គរៀបរាប់ដូចស្មានិយាយមិនអញ្ចឹងណានឹងព្រះអង្គរៀបរាប់ថាអង្គនឹងជាភិក្ខុអីចូលចិត្តនិយាយដើមលោកឲ្យលោកឆ្លុះគ្នាអញ្ចឹងមកបានព្រះអង្គសម្ដែងគាថានឹងប្រាប់ទូមានភិក្ខុទាំងឡាយនិយាយជាខេមរៈភាសាចុះនិយាយជាមគ្គភាសាក៏យោមស្រាប់មិនបានព្រះអង្គថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលសង្វេគតក់ស្លុតទៅនៅកម្លាំងកម្មអ្នកទាំងឡាយគប្បីសង្រួមទៅនៅវាចាទី1ណាព្រះអង្គថាសង្រួមទៅនៅវាចាហើយអ្នកទាំងឡាយគប្បីលះទៅនៅអកុសលកម្មបត្តិទាំងឡាយ10នឹងជំរះចោលពីក្នុងខណ្ឌសន្តានហើយចម្រើនទៅនៅកុសលកម្មបត្តិ10កុសលកម្មបត្តិ10មានអីខ្លះញោមកុសលកម្មបត្តិ10នឹងកាយកម្ម3វិច័យកម្ម4មនោកម្ម3បានព្រះអង្គថាសង្រួមវាចាចម្រះទៅនៅអកុសលកម្មបត្តិទាំងឡាយ10ពីក្នុងខណ្ឌសន្តានហើយចម្រើនទៅនៅកុសលកម្មបត្តិទាំង10ហ្នឹងចឹងអាធ្លាក់នរកធ្លាក់ប្រែតទៅសួរដោយសារអាទ្វា3ហ្នឹងណាញោមកាយទ្វា1វិច័យទ្វា1មនោទ្វា1អាទ្វា3ហ្នឹងតើអត់ចាក់សោបានស្រួលទេអាចោអកុសលហ្នឹងវាលបលួចចូលគ្រប់តែពេលបងហើយរាល់ថ្ងៃញាតិញោមចាក់តសោទ្វាផ្ទះបើអត់មានអ្នកណាចាក់អាទ្វា3នៅក្នុងខ្លួនយើងនេះអត់ប្រយ័ត្ននឹងឲ្យយើងតែប្រហែលអាទ្វា3ហ្នឹងនាំយើងទៅយកវីសារបស់គេមកដដើមយកវីសាយើងកំណើតច្រើនណាស់ដែលកំពុងអង្គុយរងចាំវីសាយើងគោក្របីដំរីសេះមន់ទាជ្រូកក្តាន់សម្ោចចង្អារាប់ម៉ឺនកំណើតហ្នឹងកំពុងតែអង្គុយរងចាំដដើមវីសាមនុស្សហើយយើងបានមកវីសាមនុស្សល្អហើយតែផ្្លាត់សតិធ្លាក់ទៅកន្លែងគេមកកន្លែងយើងវិញស្ដាប់តអត់ទេញោមមកចូលរឿងធម៌យើងឯនេះកាលណាយើងមានសុខភាពល្អទៅទ្រព្យកុសលសុភមង្គលក៏មានពេលវេលាសន្សំសេចក្តីល្អក៏មានពេលវេលាបំរើម៉ែឪយើងក៏មានពេលវេលាផ្ដល់ភាពកក់ក្ដៅឲ្យប្រពន្ធកូនយើងក៏មានតែបើម្នាក់ឈឺទាំងអស់គ្នាអាផ្លូវកាយនេះអាប្តីក៏ឈឺអាប្រពន្ធក៏ឈឺមិនដឹងអាណាជួយអាណាដូចយាយហើយតារាល់ថ្ងៃនេះថាយកគ្នាជាទីពឹងប៉ុន្តែអាណាពឹងអាណាបើយាយនេះតោងកៅអីទៅតានេះតោងឈើច្រត់ទៅមិនដឹងអាណាពឹងអាណាថាយកគ្នាមកយកជាទីពឹងបើយាយនេះយោងតែអាត្មាមិនរួចផងតើឲ្យតាពឹងអ្ហ្មិចហើយបើតានេះយោងតែជើងគាត់មិនរួចផងដើរអូសតែជើងរហូតហើយមិនដឹងយាយយកតាមកពឹងអ្ហ្មិចចឹងបានអ្នកបួសយូរចំណន់ម៉ាអីនេះគេថាគិតរកគ្នាទៅប្រយ័ត្នចាស់ទៅអត់មានគ្នាជាទីពឹងអាត្មាថាទៅវិញថាអាត្មាឃើញយាយយកគ្នាតាំងពីក្មេងទល់ចំណាស់នេះដូចអត់មានយកអាណាទីពឹងបានផងហ្នឹងហើយយាយទៅដល់យាយទៅតាទៅដល់តាកុំថាដល់អាដាច់ខ្យល់យកគ្នាជាទីពឹងមិនបានអានៅខ្យល់ហ្នឹងណាខណ្ឌតាឈឺធ្ងោតាយាយអត់មានជួយធ្ងោសោះតានេះនៅខឹសលើកក្រែលំភួយនេះតែធ្ងោជំនួសអាម៉េចបើយាយនេះវាអត់ឈឺវ៉ាន់ហើយឲ្យយាយទៅឈឺជំនួសក៏វាឈឺអត់កើតហ្នឹងហើយណាហើយបើតាឈឺតាបើយាយឈឺតាយាយហើយទៅយកគ្នាជាទីពឹងឯណាបានតានៅខ្យល់ហ្នឹងរកគ្នាជាទីពឹងមិនបានផង
នឹងឯតាដោយតាយាយដោយយាយវាសុងវាផ្សេងគ្នាបាត់តាំងពីនៅរស់ហើយណាផ្លូវវាផ្សេងគ្នាតិតិពីគ្នាហើយចុះតម្រាំដល់ដាច់ខ្យល់ទៀតនោះយាយអើយតើមានអ្វីជាទីពឹងបានក្រៅអំពីសេចក្តីល្អដែលអាត្មានិយាយតដែលថាប្រឹងចម្រើនគុណធម៌និងសេចក្តីល្អក្នុងចិត្តមានតែសេចក្តីល្អមួយទេជាសរណៈជាទីពឹងដ៏ប្រសើរសម្រាប់ជីវិតរបស់យើងគ្រប់គ្នាគ្មានអ្វីប្រសើរជាងគុណធម៌និងសេចក្តីល្អនឹងទេណាជាសរណៈសម្រាប់ខ្លួនយើងអញ្ចឹងយើងប្រឹងរក្សាសុខភាពយើងឲ្យល្អកាលណាសុខភាពយើងល្អទ្រព្យកុសលនិងសុភមង្គលក៏ចម្រើនពេលវេលាដែលយើងបានផ្ដល់ឲ្យគ្នាក៏គ្រប់គ្រាន់ពេលវេលាដែលយើងបម្រើមាតាបិតាយើងក៏ល្អហើយពេលវេលាទៅបំពេញបុណ្យហ្នឹងក៏មានច្រើនដែរហើយអារម្មណ៍ធ្វើបុណ្យដឹងតែជ្រះស្រឡះបើគេបបួលតបុណ្យណាបាទឯងនេះនៅសរោមជាប់ដៃឬក៏ឈឺចកេះឈឺចកងមកអង្គុយស្រាប់ធរហ្នឹងតលោកទេសយូរបន្តិចខឹងលោកទៀតឯងឈឺចកេះចង្អប់លោកទេសហ្នឹងហើយយូរនោះយូរតែបើសុខភាពយើងល្អទៅជាអារម្មណ៍ស្មើធម្មតាកាលណាទុក្ខវេទនាផ្លូវកាយទៅវាមិនសូវមានអាផ្លូវចិត្តក៏វាល្អអញ្ចឹងដែរអញ្ចឹងទៅចម្រើនសេចក្តីល្អក៏វាបានបុណ្យបានកុសលចិត្តយើងហ្នឹងក៏កើតបស្សទ្ធិបាមកចៈបៃតិទៅតាមនឹងដែរអញ្ចឹងប្រឹងគិតគូរពីសុខភាពឡើងវិញណោះមកកលេចទៅខាងត្បូងនោះឃើញផ្ទះគេមានកំណើតមានគំនិតញោមមើលក្នុងផ្ទះគាត់មានដូងមានតាំងពីមានតាំងពីដើមលហុងមានតាំងពីដើមណអានងអីវាលើខ្សែភ្លើងហ្នឹងថ្ងៃណាមួយគង់អាមួយទេនឹងឲ្យតែវាញឹកទៅអាដើមឈើនោះកុំឲ្យវាប៉ះខ្សែភ្លើងប៉ុន្តែគំនិតរបស់គាត់ញោមឃើញទេហ្នឹងគំនិតឃើញញោមមើលលហុងអានងអីនៅពេញហើយតាមស្រួលណាអ្នកដាំអត់ដែរបានស៊ីទេតែអ្នកអត់ដាំទេបានស៊ីនោះមិនបានថាអញ្ចឹងអាអ្នកដាំដឹងតែពីដាំអាអ្នកសុំដឹងតែពីសុំខ្មែរយើងអញ្ចឹងអាអ្នកដាំមកជីវិតហើយអាអ្នកសុំមកជីវិតតាមប្រទេសមកដើមក៏វាអត់ដាំដែរដល់ពេលត្រូវស៊ីម្ទេសក៏សុំម្ទេសគេពីរគ្រាប់ដល់ពេលត្រូវស្លចក្រីទៅសុំចក្រីគេមកគល់វាមកថាអញ្ចឹងមានយាយណាចូលចិត្តសុំខឹងលោកវាចឹងមែនខ្មែរយើងអាណាសុំគ្រាន់តែចក្រីមកគល់សុំគេមកជីវិតដល់ពេលត្រូវស្លសុំដល់ពេលត្រូវស្លជប់គ្រាន់តែម្ទេសចក្រីអីក៏ពិបាកដាំស្អីកាលនេះមកដោតចោលក្បែរពីងទឹកឯងខ្ញុំមិនបាច់ស្រោចទឹកទេយេអាគាត់ចក្រីម្ទេសអីនេះគ្រាន់តែបលឹមឡើងស្ដោះទឹកមាត់ដាក់វាមួយផែនអាលុបមុខល្អនោះអស់តោះញោមសាកមើលបងគ្មានប្របាអីសោះហើយដឹងទម្លាប់តាសុំគឺដឹងអាសុំខ្មែរយើងសុំមកអាត្មានិយាយហ្នឹងមកពីផ្ទះអាត្មាជាទីហោញោមប្រុសនេះមនុស្សអត់ទំនេរគាត់ចូលចិត្តដាំបន្លែបកាហូបចុកញោមចាំមើលថ្ងៃទៅប៉ុនមកនៅនាំគ្នាទៅប៉ុនមកថ្ងៃ18ខែ2ទៅឃើញក្នុងផ្ទះដីគាត់នឹងស្អីក៏មានដែរបន្លែហូបហ្នឹងបានស៊ីអាអ្នកអត់ដាំនេះព្រោះណាស៊ីញាប់ជាអាអ្នកដាំនោះទៀតនោះឡើងលហុងមកដើមអីគ្មានបានអ្នកដាំនេះគ្មានបានទុំស៊ីតិចស្លកោតិចហ្នឹងសឡក់ហ្នឹងតិចប្រហើតិចហ្នឹងគេណម៉ាំអញ្ចឹងទៅហ្នឹងតិចសុំមកយើងនិយាយរឿងយើងអញ្ចឹងចង់សុខភាពល្អមើលអញ្ចឹងញោមដាំដុះបន្លែបកាហូបចុកជុំវិញផ្ទះយើងឲ្យល្អទៅសុខភាពល្អហើយហាត់ប្រាណនិយាយកុំតនេច្រើនបលឹមឡើងបើអត់មានការងារអីធ្វើទេដើរឲ្យបែកញើសមុនពេលហូបបាយចូលខ្លួនញាក់ឡើងកុំអាលលុបមុខគ្រាន់តែខ្ពុលមាត់បន្តិចទៅបើថាមិនមានការងារអីធ្វើដើរពីផ្ទះយើងនេះទៅដល់ផ្សារព្រែកភ្នៅចេញផ្សារព្រែកភ្នៅមកផ្ទះយើងចេញផ្សារផ្ទះយើងមួយថ្ងៃបានតែ3ត្រឡប់បានអីយីហ្នឹងសុខភាពល្អណាស់ណាហើយណតែ3 4ត្រឡប់បានណាមិនបាច់ច្រើនពេកទេគាត់ថាអញ្ចឹងទៅតិចនិយាយដើរតាមលោកមែនតែ2ថ្ងៃដាច់ចោលខឹងលោកទៀតណាលោកនិយាយលេងទេប៉ុន្តែលេងឧទាហរណ៍ថាបើយើងអត់មានសកម្មភាពសោះគឺអត់ល្អទេដូចតាមកនិយាយមិនអញ្ចឹង97គាត់នៅតែធាក់កង់លួនគាត់កូនចៅមិនឲ្យធាក់គាត់នៅតែគាត់ធាក់លួនគាត់អញ្ចឹងដែរអាហ្នឹងគាត់យល់លួនគាត់ថាកាលណាចលនាក្នុងរាងកាយយើងវាមានចលនាសុខភាពក៏វាល្អឈាមក៏រត់ល្អបេះដូងក៏ដើរល្អអញ្ចឹងគាត់ជិះតែខ្លួនគាត់ហ្នឹងហ្នឹងហើយមកដល់ផ្ទះវិញតិចថាចៅនាំគ្នាទៅលេងខែអាដៅអីទៅទិញគ្រឿងកំប៉ុងឲ្យគាត់អត់យកភ្នែកមើលសោះគាត់ដូចដឹងខ្លួនគាត់ហ្មងយកមានអាណាទៅប្រាប់គាត់គាត់យល់ខ្លួនគាត់អញ្ចឹងមកអ
ចឹងហើយបានជាសុខភាពល្អអាយុគាត់វែងទាំងអស់គ្នាមនុស្សយើងរស់នៅសុខស្រួលទៅបានគឺអាស្រ័យដោយសារបច្ច័យ4ហ្នឹងចឹងម្ដាយឪពុកចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមបំបីខំក្រងការពារយើងដោយបច្ច័យទាំងឡាយ4យើងក៏នាំគ្នាចិញ្ចឹមថែរក្សាទំនុកបំរុងគាត់ពេលដែលគាត់ចាស់ទៅដោយបច្ច័យទាំងឡាយ4ហើយធ្វើបុណ្យបច្ច័យ4ជូនគាត់ទៀតនាំមេដាបៃតាមិនត្រឹមតែចិញ្ចឹមទំនុកបំរុងលោកដោយបច្ច័យ4ទេនាំលោកធ្វើបុណ្យបច្ច័យ4នេះជាសំពាយជាពូជសម្រាប់យើងទាំងអស់គ្នាចតិបរិសន្ធិទៅមុខទៀតទៅកុំឲ្យវាខ្វះអា4ហ្នឹងពីព្រោះយើងដឹងថាយើងរស់នៅសុខស្រួលទៅបានដោយសារអា4ហ្នឹងអញ្ចឹងយើងខំប្រឹងសន្សំអាពូជ4ហ្នឹងឲ្យគ្រប់ជាឧបនិស្ស័យសម្រាប់ខ្លួនយើងទៅមុខទៀតកុំឲ្យវាខ្វះអា4ហ្នឹងអ្នកណាបានធ្វើបុណ្យបច្ច័យ4អ្នកហ្នឹងចតិបរិសន្ធិទៅអនាគតជាតិអត់ខ្វះអា4ហ្នឹងទេញោមទី1ជ័យវរៈសម្ពុតស្លៀកអាវពាក់ហ្នឹងគឺអត់ខ្វះទេទៅអនាគតជាតិបណ្ឌបាតបាយទឹកនំចំណីត្រីសាច់ហ្នឹងក៏អត់ខ្វះដែរសេនាសនៈទីជ្រកកោនផ្ទះសម្បែងសម្រាប់ស្នាក់អាស្រ័យហ្នឹងក៏មិនវេទនាដែរថ្នាំសង្កូវព្យាបាលរោគក៏រមែងបុគ្គលនោះកើតមកគឺមិនចាំបាច់ស្ពាយថ្នាំតាមដូចជាតិហ្នឹងទេជាបុគ្គលដែលចម្រើនទៅដោយអារោគយៈសម្បទាអារោគយៈសម្បទាហ្នឹងមានន័យថាណាបានប្រកេននឹងកិលេសភេសជ្ជៈធ្វើបន់ឲ្យទានឥឡូវហ្នឹងទៅអនាគតជាតិអត់សូវមានរោគនឹងជាមនុស្សដែលមិនសូវមានរោគអញ្ចឹងយើងបានធ្វើបន់បច្ច័យ4ហ្នឹងមានន័យថាយើងដាំពូជជាសម្ពាយសម្រាប់ខ្លួនយើងចតិបរិសន្ធិទៅអនាគតជាតិយើងបរិបូរដោយជ័យវរៈនឹងបរិបូរដោយអាហារបរិបូរដោយទីសំណាក់ហើយរមែងជាបុគ្គលដែលមិនចម្រើនទៅដោយរោគណារូបធម៌ដល់នាមធម៌នៃដែលក្នុងចិត្តបរមត្តលោកចង់បញ្ជាក់អ្នកណាឲ្យរូបធម៌ជាទានគឺផលហ្នឹងវាឲ្យទៅតាមរូបធម៌នឹងឧបមាដូចយើងឲ្យជ័យវរៈជាទាននឹងទានក្នុងកសោតណាយើងឲ្យជ័យវរៈជាទានមានន័យថាហ្នឹងបានដាំពូជរូបស្អាតនឹងចតិបរិសន្ធិទៅអនាគតជាតិមិនត្រឹមតែបរិបូរដោយសម្ពុតអាវស្លៀកពាក់ប៉ុណ្ណឹងទេជាបុគ្គលដែលបរិបូរដោយរូបល្អអ្នកណាឲ្យជ័យវរៈហ្នឹងដល់អ្នកណាដាំពូជបណ្ឌបាតហ្នឹងមិនត្រឹមតែមិនខ្វះដោយអាហារភោជនទេជាបុគ្គលដែលបរិបូរដោយកម្លាំងណាអ្នកណាឲ្យបណ្ឌបាតដល់សេនាសនៈនេះអ្នកណាឲ្យសេនាសនៈមិនត្រឹមតែបរិបូរដោយផ្ទះសម្បែងជ្រកកោនល្អប្រសើរទេជាបុគ្គលដែលដល់ព្រមនៅសេចក្តីសុខឈ្មោះថាអ្នកដាំពូជនៃការចម្រើនទៅនៅសេចក្តីសុខដល់អ្នកណាចូលចិត្តឲ្យកិលេសភេសជ្ជៈបច្ច័យអ្នកហ្នឹងដាំពូជអត់សូវឈឺច្រើនបងហើយទាំងអស់គ្នាចង់កុំឲ្យឈឺច្រើនណាចង់ចឹងយើងធ្វើបន់ថ្ងៃហ្នឹងត្រូវហ៎អាបច្ច័យចុងក្រោយគេកិលេសភេសជ្ជៈបច្ច័យក្នុងសម្ពុតសាដកយើងហ្នឹងមានថ្នាំសង្កូវជាបារោគមានប្រេងកាឡាមានប៉ារ៉ាមានវីតាមីន C ដាក់ក្នុងហ្នឹងហើយលោកយកទៅប្រើទៅយើងដាំពូជចតិបរិសន្ធិជាបុគ្គលដែលអត់សូវមានរោគប៉ុន្តែអ្នកដាំពូជមិនមានរោគច្រើនហ្នឹងមិនមែនមកពីប្រគេនថ្នាំលោកតែប៉ុណ្្នឹងទេព្រះលោកសម្ដែងថាក្នុងចិត្តបរមត្តលោកសម្ដៅទៅដល់មេត្តាចិត្តណាគឺសេចក្តីអាណិតស្រឡាញ់ចំពោះមនុស្សសត្វជុំវិញខ្លួនយើងប្រកបព្រមដោយសន្តោសៈគឺសេចក្តីសន្តោសញោមមនុស្សណាដែលមាននៅសេចក្តីស្រឡាញ់ដល់មនុស្សសត្វជុំវិញខ្លួនជាបុគ្គលដែលលះទៅនៅអភិជាព្យាបតៈមិនចងគំនុំគុំគួនគេច្រើនហើយមានសេចក្តីសន្តោសច្រើនបុគ្គលនឹងព្រះថាដាំពូជអត់សូវឈឺតែបើបុគ្គលណាដែលដាំពូជដោយការព្យាបាទដោយការឈ្លាននេះដោយការធ្វើទុកបុកម្នេញមនុស្សសត្វជុំវិញខ្លួននៅក្បែរខ្លួនយើងហ្នឹងឲ្យគេដល់ទៅនៅសេចក្តីទុក្ខវេទនាទុកផ្លូវកាយក៏ដោយទុកផ្លូវចិត្តក៏ដោយឧបមាយើងចិញ្ចឹមសត្វគោក្របីដំរីសេះមាន់ទាយើងវាយដំធ្វើទរណកម្មមិនឲ្យផឹកទឹកមិនឲ្យស៊ីស្មៅហើយបើយើងចិញ្ចឹមមនុស្សអ្នកបម្រើក្នុងផ្ទះយើងវាយដំទាត់ធាក់ជេរបចោដៀលខ្មាស់ធ្វើទរណកម្មគ្នាអានឹងសិតតែពូជឈឺច្រើនទាំងអស់ទៅអនាគតជាតិឈ្មោះតែយើងដាំពូជឈឺច្រើនណាស់បាទញោមឃើញមនុស្សយើងអ្នកខ្លះកើតមកគេមកជីវិតស្ទើរតែមិនដែលស្គាល់សរោមមកផ្លោកឯអ្នកខ្លះហ្នឹងហើយឯអ្នកខ្លះទៀតនិយាយពីពេទ្យប្រចាំហ្មងបាទចុងខែដើមខែណាត់ពេទ្យទុកទៀតតាមស្រួលប្រាប់ពេទ្យទុកទៀតអាមកចុងខែហ្នឹងប្រាប់ថាដើមខែក្រោយយកមកទៀតពេទ្យណាហ្នឹងដាច់អាឆ្នាំហ្នឹងទៅដើមខែក្រោយយកមកទៀតហើយលោកគ្រូពេទ្យថ្ងៃប៉ុណ្ណេះខែប៉ុណ្ណេះកុំភ្លេចយូរមិនមែនពេទ្យណាត់ទេឯងអ្នកឈឺណាត់ពេទ្យទុកវិញខ្ញុំលក់ស្រូវបានណាដើមខែក្រោយហ្នឹងអត់អីមកដាក់5ផ្លោកហ្មងកុំអោបាក់ដាក់1ផ្លោកគេដល់ឈឺមែនតើខ្ញុំដល់ឈឺពេកទៅហ្នឹងហើយអ្នកខ្លះគេកើតមកគេមិនសូវឈឺទេមកឃើញអ្នកខ្លះស្ទើរតែមិនដែលស្គាល់សរោមមកផ្លោកអីអ្នកខ្លះកើតមកមួយជាតិហ្នឹងគិតតែវះហើយកាត់ហើយដេហ្នឹងវះកាត់គ្រប់កន្លែងទាំងអស់ហ្នឹងទុក្ខវេទនារមែងចម្រើនព្រោះពូជដែលយើងសន្សំពីមុនមកហ្នឹងយើងវាចូលចិត្តបៀតបៀនគេឲ្យគេក្រៅកាហាយទាំងផ្លូវចិត្តផ្លូវកាយអញ្ចឹងបានជាមកចេះផ្ដាំញាតិញោមជាពិសេសមេងៗមកថាបើខ្លួនឯងមិនបានធ្វើបន់អីធំដុំកសាងកុដិសាលាព្រះវិហារចែកដីឲ្យដូចយាយតាមម្ដាយឪពុកម៉ែឲ្យយើងត្រឹមតែតាំងចិត្តតែកើតមកមួយជាតិបើមិនបានធ្វើបន់អីធំដុំកុំតែបៀតបៀនឲ្យមនុស្សសត្វជុំវិញខ្លួនយើងគេក្រៅកាហាយដោយសារយើងទៅអាហ្នឹងបន់ហើយកុំតែផ្ដាល់ទុកឲ្យគេបានណាបងហ្នឹងអាហ្នឹងជាបន់ណាឧបមាដូចយើងមិនមានលទ្ធភាពចូលរួមកសាងអភិវឌ្ឍសង្គមជាតិដោយការធ្វើផ្លូវថ្នល់ដោយការធ្វើសាលារៀនដោយការធ្វើមន្ទីរពេទ្យដោយប្រមុខថ្នាក់ដឹកនាំយើងចង់ជួយសង្គមត្រឹមតែអប់រំខ្លួនយើងកុំប្រព្រឹត្តបទល្មើសឲ្យតែថ្នាក់ដឹកនាំឲ្យតែមន្ត្រីឈឺក្បាលដោយសារយើងអាហ្នឹងជាការអភិវឌ្ឍសង្គមរបស់យើងហើយ
ត្រឹមតែយើងអភិវឌ្ឍខ្លួនយើងឲ្យតែល្អកុំប្រព្រឹត្តបទល្មើសលួចឆក់ប្លន់កាប់កេងប្រវាញ់វេដំទាត់ធាក់កាប់ចាក់ចោរកម្មក្នុងស្រុកក្នុងភូមិផ្ដាល់សេចក្តីណែអសន្តិសុខឲ្យមនុស្សជុំវិញខ្លួនឲ្យអ្នកស្រុកអ្នកភូមិឲ្យសមត្ថកិច្ចជឿក្បាលឲ្យរដ្ឋប្របាកដោយសារយើងតនេអត់ការងារធ្វើអាក្មេងខ្លះវាទៅដើរបាញ់អំពូលតាមផ្លូវអាចទៅព្រាមកៅស៊ូក្របភ្លេយើងវាដើរបាញ់ចោលអញ្ចឹងទៅហើយអាហ្នឹងយើងទៅចង់ជួយសង្គមអាហ្នឹងគេហៅបំផ្លាញសង្គមយើងមិនបាច់ទៅចាំបាច់ដល់ឲ្យធ្វើផ្លូវធ្វើថ្នល់ធ្វើស្ពានទេត្រឹមតែនាំគ្នាហ្នឹងហាត់ពុតលត់ដំអប់រំខ្លួនយើងឲ្យល្អតែប៉ុណ្្នឹងឈ្មោះតែយើងអភិវឌ្ឍសង្គម